អត្ថបទនិយាយអំពីអ្នកទទួលខុសត្រូវខ្ញុំសូមលើកយករឿងក្មេងមួយមកនិយាយមានក្មេងម្នាក់ធ្លាក់ពីលើកៅអីហើយម្ដាយរបស់ក្មេងនោះរត់ទៅលួងដោយសួរថាអ្នកណាធ្វើឲ្យកូនធ្លាក់ក្មេងតូចក៏ចង្អុលទៅកៅអីហើយចាប់ផ្ដើមយំខ្លាំងៗសំឡេងឮជាងមុនបន្ទាប់មកម្ដាយរបស់គេក៏យកដៃទៅវាយកៅអីនោះហើយនិយាយថានេះណែកៅអីអាក្រក់បែបនេះត្រូវតែវាម្ដងបន្ទាប់មកទៀតទើបងាកមកនិយាយជាមួយកូនថាម៉ែវាឲ្យហើយឈប់យំទៅកូនមានឈឺត្រង់ណាទេចាំម៉ែមើលឲ្យបន្ទាប់មកយើងអាចដឹងថាក្មេងម្នាក់នោះនឹងយកទង្វើបែបនេះទៅធ្វើបន្តគ្រប់ពេលដែលមានអ្វីធ្វើឲ្យរូបគេឈឺព្រោះម្ដាយបានបង្រៀនទង្វើបែបនេះឲ្យកូនពិតប្រាកដណាស់នេះគេហៅថាជាល្បែងរកពពែគឺការដាក់ទោសអ្វីដែលមិនមែនជាខ្លួនឯងរាល់កំហុសឆ្គងដែលខ្លួនបានធ្វើមិនបាច់ទទួលខុសត្រូវទាំងអស់ធម្មជាតិក្មេងមានចរិតបែបនេះស្រាប់ហើយក្រៅពីខ្លាចការដាក់ទោសការស្ដីឲ្យប៉ុន្តែទង្វើបែបនេះគួរតែកែតម្រូវហើយមិនគួរបង្កើតឲ្យច្រើនឡើយការអប់រំមើលថែរហូតពេកពិបាកក្នុងការថែរក្សាណាស់ខ្ញុំមានរឿងមួយទៀតដែលចង់លើកមកនិយាយជូនអ្នកទាំងអស់គ្នាស្ដាប់គឺរឿងបុរសចាស់និងសត្វលាដែលគេតែងនិយាយតគ្នាមកមានពេលមួយបុរសចាស់និងកូនប្រុសយកលាទៅលក់នៅផ្សារនៅតាមផ្លូវដែលធ្វើដំណើរទៅក៏មានមនុស្សអ្នកដំណើរផ្សេងរិះគន់ទង្វើរបស់គាត់ដឹកសត្វលានោះហើយរូបគាត់ត្រូវបដូរវិធីសាស្ត្រក្នុងការដឹកលានោះរហូតតាំងពីឲ្យកូនជិះលាហើយខ្លួនឯងដឹកដើរទៅមុខតាំងពីជិះលាទាំងពីរនាក់រហូតដល់ប្រើឈើសុកខ្សែចងជើងទាំង4របស់លាហើយនាំគ្នាសែងពីរនាក់កូនវិញលុះដល់ពេលមួយសត្វលារើចុះរើឡើងរហូតដាច់ខ្សែហើយធ្លាក់ពីលើស្ពានងាប់ទៅពីរនាក់ឪពុកកូនបានបាត់បង់សត្វលារបស់ខ្លួនដោយសោកស្ដាយអ្នកគិតទៅមើលថាតើអ្នកណាគួរតែជាអ្នកទទួលខុសត្រូវទៅលើរឿងនេះប្រកាសណាស់ពិតជាបុរសចាស់នោះហើយប្រសិនបើយើងគិតឲ្យមែនទែនទៅប៉ុន្តែទស្សនៈរបស់ក្មេងតែងតែដាក់ទោសឲ្យអ្នកដទៃដែលមិនមែនជាខ្លួនឯងដែលវិភាគពិចារណាធ្វើឲ្យកើតរឿងផ្លាស់ប្ដូរឆ្ពោះទៅរកភាពសាបសូន្យនៅទីបញ្ចប់ពេលរឿងនោះបានមកកើតឡើងក្នុងជីវិតពិតបានតែបន្ទោសជោគជតាមនុស្សជុំវិញនិងអ្វីផ្សេងក្រៅពីខ្លួនឯងដូចជាខ្យល់មេឃបរិយាកាសទេវតាទាំងឡាយដែលមិនជួយឲ្យខ្លួនរួចផុតទុក្ខភ័យក្នុងជីវិតពេលមានអាកប្បកិរិយាបែបនោះមិនបានបង្កឲ្យកើតប្រយោជន៍ក្នុងជីវិតអ្នកឡើយខ្ញុំសូមលើកយកឧទាហរណ៍មួយទៀតគឺរឿងនាវាជីវិតយើងប្រៀបដូចជាកាពីតែនជីវិតប្រៀបបានដូចជានាវាពេលនាវាជីវិតចាប់ផ្ដើមចេញដំណើរពីកំពង់ផែនោះអ្នកគឺជាកាពីតែននាវាដែលត្រូវទទួលខុសត្រូវចំពោះរឿងដែលកើតឡើងក្នុងនាវាដោយបញ្ជាឲ្យប្រតិបត្តិហើយកាពីតែនត្រូវស្លាប់ទៅជាមួយនាវាប្រសិនបើនាវានោះលិចម្ល៉េះហើយការទទួលខុសត្រូវទាំងអស់ត្រូវស្ថិតនៅក្នុងដៃរបស់អ្នកមិនថាអ្នកស្ថិតក្នុងឋានៈអ្វីក៏ដោយអ្នកក៏ជៀសមិនផុតពីការធ្វើជាកាពីតែនដែរទោះក្នុងភាពជាកូនជាឪពុកជាម្ដាយជាស្វាមីជាភរិយានិងតួនាទីផ្សេងទៀតក៏ដោយគឺគ្មានលេសណាមួយសម្រាប់ភាពបរាជ័យក្រៅពីការទទួលស្គាល់ហើយនាំកំហុសឆ្គងដែលកើតឡើងមកប្រើជាមេរៀនដើម្បីដោះស្រាយបញ្ហារបស់អ្នកឲ្យប្រសើរជាងមុនក្នុងការសម្រេចចិត្តការដោះស្រាយវិបត្តិផ្សេងរបស់ជីវិតក្នុងពេលខាងមុខដែរនោះជារឿងដែលល្អបំផុតដែលអ្នកធ្វើបានពេលអ្នកភ្លាត់ស្នៀតឬសម្រេចចិត្តធ្វើរឿងណាមួយខុសក្នុងជីវិតកុំដាក់ទោសសង្គមមិត្តភ័ក្តិឪពុកម្ដាយស្វាមីឬភរិយាចៅហ្វាយកូនចៅប៉ុន្តែសូមមើលខ្លួនឯងវិញការខុសឆ្គងទាំងឡាយដែលកើតឡើងវាជាប្រភពពិតប្រាកដរបស់បញ្ហាទាំងពួងប្រសិនបើអ្នកកើតរោគមហារីកសួតពីការជក់បារីអ្នកមិនត្រូវបន្ទោសសង្គមឬអ្នកដែលនៅជុំវិញដែលធ្វើឲ្យអ្នកធុញរហូតត្រូវទៅជក់បារីដើម្បីទូទាត់បន្ធូរអារម្មណ៍ព្រោះអ្នកធ្វើរឿងនោះដោយខ្លួនឯងអ្នកប្រើដៃកាន់ដុតបារីប្រើមាត់ជក់ហើយស្រូបយកផ្សែងចូលក្នុងសួតដោយខ្លួនឯងប្រសិនបើអ្នកត្រូវជួបបញ្ហាផ្នែកជំនួញត្រូវមិត្តភ័ក្តិកេងប្រវ័ញ្ចក៏ត្រូវតែយល់ថាអ្នកមិនគួរធ្វើជំនួញជាមួយនឹងមិត្តភ័ក្តិរបស់អ្នកតាំងពីដើមព្រោះនៅទីបញ្ចប់តែងតែទាយបានថាអ្នកបាត់បង់ទាំងលុយនិងមិត្តភ័ក្តិទៅព្រមគ្នាប្រសិនបើប្រាក់ខែរបស់អ្នកចាយមិនគ្រប់ក៏កុំបន្ទោសលើនរណាព្រោះដោយសារតែអ្នកមិនស្វះស្វែងរកការងារថ្មីឲ្យល្អជាងនេះឬមិនអភិវឌ្ឍខ្លួនឯងឲ្យមានសមត្ថភាពពិសេសបន្ថែមដើម្បីរកចំណូលឲ្យបានច្រើនជាងនេះប្រសិនបើជីវិតអាពាហ៍ពិពាហ៍មិនសមតាមបំណងប្រាថ្នាកុំទៅបន្ទោសនរណាឲ្យសោះព្រោះអ្នកសម្រេចចិត្តជ្រើសរើសមនុស្សម្នាក់នោះលឿនពេកហើយមិនបានត្រិះរិះពិចារណាមើលឲ្យច្រើនចំណុចលើសពីនេះទៅទៀតការទទួលខុសត្រូវដ៏ធំធេងគឺជាការទទួលខុសត្រូវចំពោះចិត្តនិងការគិតរបស់អ្នកដើម្បីបានសម្រេចបាននូវគោលអ្នកធ្វើបែបនោះបាននៅពេលដែលអ្នកសម្រេចក្តីសុបិនក្នុងជីវិតរបស់អ្នកដោយការស្ដាប់សំឡេងតិចៗស្ងាត់ក្នុងចិត្តដោយវិញ្ញាណរបស់អ្នកដោយបណ្ដុះការសន្យាដែលអ្នកគួរតែធ្វើឲ្យបានហើយមិនព្រមចាកចេញពីពិភពលោកនេះទេរហូតទាល់តែភារកិច្ចដែលទទួលពីឋានសួគ៌បានសម្រេចទោះបីជាយូរនិងលំបាកយ៉ាងណាអ្នកនៅតែរក្សាពាក្យសន្យាចំពោះខ្លួនឯងយ៉ាងរឹងប៉ឹងព្រោះជាការទទួលខុសត្រូវរបស់អ្នកតែម្នាក់គត់គ្មានការដោះសារនឹងលេសណាមួយធ្វើឲ្យអ្នកមិនអាចបង្កើតក្តីសុបិនឲ្យคล้ายជាការពិតបាននោះទេកុំខ្វល់ក្នុងចិត្ត
ឬខ្លាចរឿងណាមួយដោយកម្លាំងនៃសច្ចភាពដ៏បរិសុទ្ធហើយគ្មានមន្ទិលសង្ស័យនឹងជំរុញឲ្យឈ្នះឧបសគ្គចេញទៅពីក្តីសុបិនក្នុងចិត្តអ្នកបានដោយខ្លួនឯងមរតកដែលល្អបំផុតដែលអ្នកគួរតែប្រគល់ឲ្យទៅកូនរបស់អ្នកគឺការទទួលខុសត្រូវលើជីវិតខ្លួនឯងហើយដល់ពេលធំដឹងក្តីពួកគេនឹងទទួលខុសត្រូវចំពោះក្រុមគ្រួសារនិងសង្គមនៅពេលខាងមុខប្រៀបដូចជាគ្រាប់ពូជដ៏មានតម្លៃដែលរងចាំថ្ងៃលូតលាស់ដើម្បីធ្វើជាម្លប់ឲ្យមនុស្សគ្រប់គ្នាជ្រក